ព្រះគម្ពីរបានចែងអំពីសត្វដំរីទឹកដ៏ធំនៅក្នុងបទគម្ពីរយោបជំពូក40ខ15រហូតដល់ខ25បានចែងថាចូលមើលទៅសត្វដំរីទឹកដែលយើងបានបង្កើតមកដូចជាអ្នកដែរវាស៊ីស្មៅដូចគោកម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះសន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វាកន្ទុយរបស់វារឹងដូចដើមតាត្រាវសរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នាឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិនហើយឆ្អឹងជំនីរបស់វាដូចចម្រឹងដែកវាជាស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះជាម្ចាស់មានតែព្រះបង្កើតវាទេដែលអាចបង្ក្រាបវាបានវាស៊ីស្មៅនៅតាមភ្នំជាកន្លែងដែលសត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នាវាដេកនៅក្រោមស្លឹកឈូកហើយសំងំនៅតាមដើមត្រែងក្នុងត្រពាំងម្លប់ស្លឹកឈូកបាំងលើវាដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវាទោះបីទឹកហូរយ៉ាងខ្លាំងក្តីក៏វាមិនបារម្ភទោះបីទឹកទន្លេយ៉ូដានជន់ឡើងលិចមាត់ជ្រាំងក៏វាមិនព្រួយដែរគ្មាននរណាអាចចាប់វាបានក្នុងពេលដែលវាកំពុងតែបើកភ្នែកហើយគ្មាននរណាអាចយកអ្វីទៅទម្លុះច្រមុះរបស់វាបានដែរ